បាទសួស្តីអ្នកទាំងអស់គ្នាបាទវិលជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញអំពីការប្រើប្រាស់រូបមន្តនៅក្នុង Excel បាទថ្ងៃនេះខ្ញុំលើកយករូបមន្តទាក់ទងនឹងការប្រើប្រាស់រូបមន្ត if ហើយនិង and ន័យថាយើងប្រើរូបមន្ត if ជាមួយ and ជាមួយគ្នាបាទអញ្ចឹងថាចង់ដឹងថាតើការប្រើប្រាស់រូបមន្ត if ជាមួយ and ហ្នឹងគេប្រើប្រាស់ដូចម្ដេចបាទឥឡូវយើងទៅមើលតាក់ទងការប្រើប្រាស់តាក់ទងនឹងនិយមន័យទាំងអស់គ្នាបាទគេប្រើប្រាស់រូបមន្ត if ជាមួយ and សម្រាប់ដាក់លក្ខខណ្ឌច្រើនក្នុងពេលតែមួយមានថាយើងប្រើរូបមន្តហ្នឹងគឺយើងប្រើជាមួយនឹងលក្ខខណ្ឌច្រើនក្នុងពេលតែមួយឬក៏យើងថាក្នុងពេលតែម្ដងទៅអញ្ចឹងក៏បានដែរបាទអូខេអញ្ចឹងនៅពេលដែលយើងចង់បានតំណែងណាមួយដែលជាក់លាក់មានន័យថាទាល់តែលក្ខខណ្ឌដែលគេចង់មានទាំងអស់អូខេអញ្ចឹងទាល់តែលក្ខខណ្ឌហ្នឹងវាដូចដែលអ្វីដែលយើងចង់បានទាំងអស់អញ្ចឹងបានបោះតម្លៃឬក៏លទ្ធផលនឹងឲ្យមានន័យថាតលតែយើងកំណត់ហ្នឹងឬក៏តិន័យដែលគេចង់បានហ្នឹងវាត្រូវនឹងលក្ខខណ្ឌដែលយើងកំណត់ទាំងអស់អញ្ចឹងបានលទ្ធផលវាបោះតម្លៃឲ្យបាទអញ្ចឹងកុំឲ្យខាតពេលខ្ញុំទៅធ្វើការបង្ហាញឧទាហរណ៍នៅក្នុង Excel ទាំងអស់គ្នាបាទអូខេអញ្ចឹងយើងមើលក្នុងលំហាត់នេះយើងមើលសំណួរគេអ្នកគេដាក់ប្រសិនបើជាសិស្សគាត់មានពិន្ទុធំជាងឬស្មើ60ហើយនឹងអវត្តមានធំជាងឬស្មើ 80% អញ្ចឹងលទ្ធផលគឺយើងឲ្យគាត់ប្រឡងជាប់នៃផាសអូខេបើមិនដូច្នោះទេប្រឡងធ្លាក់អញ្ចឹងមានន័យថាយើងប្រើរូបមន្ត if ជាមួយ and នេះតលតែនេះលក្ខខណ្ឌទាំងពីរនេះវាចូលគ្នាទាំងពីរវាត្រូវទាំងពីរវាជាលក្ខត្រូវទាំងពីរអញ្ចឹងបានយើងបានវាបោះតម្លៃឲ្យនេះប្រឡងជាប់កន្លែងនេះបាទអញ្ចឹងបើសិនជាឧទាហរណ៍ថាវាត្រូវលក្ខខណ្ឌនេះមួយនេះបន្ទុកថា60ចុះប៉ុន្តែកន្លែងតាក់ទងនឹងអវត្តមាន attendance នេះអញ្ចឹងវាអត់ត្រូវវាថាក្រោម80អញ្ចឹងវាអត់ចូលក្នុងលក្ខខណ្ឌក៏វាចូលក្នុងលក្ខខណ្ឌfail នេះដែរបាទហើយឥឡូវទៅមើលខ្ញុំធ្វើការអនុវត្តទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះយើងប្រើសញ្ញាស្មើមកអូខេខ្ញុំដូរភាសាសិនអញ្ចឹងកន្លែងនេះខ្ញុំសរសេររូបមន្ត if បាទហើយមួយទៀតរូបមន្ត and បាទអូខេអញ្ចឹងកន្លែងនេះខ្ញុំចង់កំណត់លក្ខខណ្ឌបើសិនជាសិស្សគាត់មានពិន្ទុធំជាងឬស្មើ60អញ្ចឹងខ្ញុំ select ទៅលើ score បាទកំណត់លក្ខខណ្ឌធំជាងឬស្មើ60បាទអញ្ចឹងកន្លែងនេះខ្ញុំក្បៀស1អញ្ចឹងវានៅមួយលក្ខខណ្ឌទៀតអូខេអញ្ចឹងយើងដាក់ទៀតមកហើយបើសិនជាសិស្សគាត់មានអវត្តមានឬក៏ attendance ហ្នឹងធំជាងឬស្មើ 80% អញ្ចឹងខ្ញុំ select ទៅលើ attendance ខ្ញុំកំណត់លក្ខខណ្ឌធំជាងឬស្មើ 80% អូខេអញ្ចឹងខ្ញុំដាក់ភាគរយចូលបាទអញ្ចឹងលក្ខខណ្ឌយើងគឺអស់ហើយបាទអញ្ចឹងយើងធ្វើការបិទវងកញ្ចក់មកបៀស1អញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌដែលយើងកំណត់ហ្នឹងបើសិនជាវាចូលក្នុងលក្ខខណ្ឌទាំងពីរហ្នឹងតែយើងចង់បង្ហាញលទ្ធផលបោះតម្លៃគេបែបម៉េចអូខេអញ្ចឹងបើសិនវាចូលក្នុងលក្ខខណ្ឌទាំងពីរហ្នឹងអញ្ចឹងខ្ញុំឲ្យគេផាសមានថាប្រឡងជាប់យើងអាចសរសេរជាខ្មែរក៏បានដែរអូខេអញ្ចឹងកន្លែងនេះខ្ញុំអាចសរសេរជាខ្មែរអូខេខ្ញុំដាក់ជាប់បាទអញ្ចឹងខ្ញុំដូរអូខេអញ្ចឹងកន្លែងនេះយើងក្បៀស1បាទអញ្ចឹងបើសិនជាវាខុសពីលក្ខខណ្ឌដែលយើងកំណត់នេះវាត្រូវនៅក្នុងលក្ខខណ្ឌទាំងពីរនេះអញ្ចឹងយើងឲ្យគេប្រឡងធ្លាក់មានន័យថាឲ្យពួកគាត់ធ្លាក់បាទអញ្ចឹងខ្ញុំបើកបលគូនេះហើយបាទអញ្ចឹងខ្ញុំសរសេរកន្លែងនេះធ្លាក់បាទអូខេអញ្ចឹងតែប៉ុណ្្នឹងមកគេយើងធ្វើការបិទវងកញ្ចក់មកហើយធ្វើការ enter មកអញ្ចឹងវានឹងបង្ហាញចម្លើយបាទអញ្ចឹងយើងធ្វើការទាញទិន្នន័យបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការដូរ font សិន
ចឹងយើងមើលលទ្ធផលជាក់ស្ដែងចឹងកន្លែងនេះសិស្សគាត់មានឈ្មោះសិស្សដែលមានឈ្មោះសុកនេះគាត់មានបន្ទុក85ហើយ attendance 95ចឹងវាជួបក្នុងលក្ខខណ្ឌយើងនេះមានថាធំជាងឬស្មើ60តើតើវត្តមានធំជាងឬស្មើ80%អូខេចំណែកក្នុងចំណុចនេះអូខេតារាគាត់មានបន្ទុក45អូខេហើយ attendance តែ70%ទេអញ្ចឹងធ្លាក់បាទហើយកន្លែងនេះចូលក្នុងលក្ខខណ្ឌដែរបាទអូខេឥឡូវយើងមកមើលកន្លែងនេះឈ្មោះពិសីនេះគាត់មានបន្ទុក72អញ្ចឹងមានន័យថាវាចូលក្នុងលក្ខខណ្ឌនេះដែរធំជាងឬស្មើ60ប៉ុន្តែយើងកលេសទៅមើល attendance របស់គាត់វិញមានថាបានតែ78%ទេបាទអញ្ចឹងវាចូលក្នុងលក្ខខណ្ឌយើងនេះទេអញ្ចឹងមានន័យថាយើងប្រើរូបមន្ត if ជាមួយ and ហ្នឹងមានន័យថាតលតែវាត្រូវក្នុងលក្ខខណ្ឌដែលយើងចង់បានដែលជាលក្ខណៈមួយហ្នឹងវាត្រូវទាំងអស់បាទអូខេហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់